បាទគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះប្រជាពលរដ្ឋប្រទេសកម្ពុជាយើងឥឡូវភៀសខ្លួនមកទៀតហើយពុកម៉ែបងប្អូនដោយសារអីដោយសារសៀមវាឆ្លៀនពៀនទឹកដីទៀតហើយដល់ពេលអញ្ចឹងចាប់ផ្ដើមដើម្បីភៀសខ្លួនដើម្បីរកកន្លែងសុវត្ថិភាពប្រជាពលរដ្ឋខ្មែរយើងមកកកកុញច្រើនមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នានេះបាទមើលបាទហត់ចេញពីខេត្តព្រះវិហារគឺច្រើនមែនទែនមិនថាឡានមិនថាម៉ូតូគោយន្តនេះទេគឺប្រម៉ែប្រមូលឲ្យវាយបានមកខ្លះអត់ខ្លះក៏បានយកមកខ្លះក៏មិនបានយកមកទេពុកម៉ែបងប្អូនទាំងអស់គ្នាដល់ពេលអញ្ចឹងពិបាកដល់ពួកគាត់មែនទែនដល់ពិបាកនៅថាពួកគាត់ចាស់ជរាគឺពិបាកក្នុងថាគាត់ចាស់បើសម្រាប់ក្មេងៗគេនៅកម្លាំងបានមមួនទេមិនសូវអីទេសម្រាប់គាត់ចាស់គឺពិបាកមែនទែនដល់ពេលអញ្ចឹងនេះទៅម្លានទៀតបាទថតមិនសូវជាវែងប្រហែលដែរទេពុកម៉ែបងប្អូន